ផ្ដើមសេរីរឿងនៅក្នុងស៊ីซั่នទី5នេះគឺយើងបានឃើញវ៉ាងលីងកំពុងតែប្រយុទ្ធគ្នាជាមួយនឹងប្អូនស្រីរបស់គាត់ព្រោះដោយសារតែប្អូនស្រីរបស់គាត់ចង់ដណ្ដើមយកតំណែងស្ដេចអមតៈពីបងប្រុសនោះឯងហើយការប្រយុទ្ធរបស់ពួកគេទាំងពីរក៏បានធ្វើឲ្យអ្វីៗគ្រប់យ៉ាងត្រូវបានបំផ្លាញទាំងស្រុងតែតាមពិតរឿងទាំងអស់នេះគឺគ្រាន់តែជាការយល់សប្តិរបស់ម៉ាក់វ៉ាងលីងតែប៉ុណ្ណោះរួចប៉ាក៏បានជួយនិយាយលើកទឹកចិត្តទៅកាន់ម៉ាក់ថាអ្វីៗគ្រប់យ៉ាងនឹងមិនអីនោះទេហើយនៅថ្ងៃបន្ទាប់ពួកគេក៏បាននាំម៉ាក់របស់វ៉ាងលីងទៅពិនិត្យផ្ទៃពោះនៅឯមន្ទីរពេទ្យតែនៅពេលដែលបានឃើញទឹកមុខម៉ាក់មានការព្រួយបារម្ភបែបនេះធ្វើឲ្យលោកគ្រូពេទ្យឆ្ងល់ជាខ្លាំងព្រោះនេះមិនមែនជាកូនទី1របស់គាត់ទេតែហេតុអ្វីបានជាគាត់មានការព្រួយបារម្ភខ្លាំងម្ល៉េះហើយមិនឲ្យបារម្ភមិនកើតបើកូនគាត់មួយសុទ្ធតែជាកំពូលកូនណោព្រោះដោយវ៉ាងលីងអញ្ចឹងកើតមកភ្លាមចែកដើរភ្លាមហើយកូនទី2នេះក៏ប្រហែលជាមិនសូវខុសគ្នានោះដែររីឯវ៉ាងលីងវិញក៏កំពុងតែស្រូបយកចំណេះដឹងពីសិភៅនៅក្នុងទូចូលទៅក្នុងខួរក្បាលរបស់គាត់ព្រោះគាត់ចង់រៀនអំពីរបៀបធ្វើជាបងប្រុសដ៏ល្អម្នាក់ហើយមើលថែប្អូនស្រីរបស់គាត់នៅពេលដែលនាងកើតមកស្រាប់តែពេលនោះក៏មានដ្រូនមួយបានហោះមកប្រាប់វ៉ាងលីងថាមិត្តភក្តិរបស់គាត់បានធ្វើដំណើរមកដល់ទីនេះហើយរួចគាត់ក៏បានចេញទៅជួបជាមួយនឹងពួកគេតែម្ដងពេលទៅដល់ប្រូងៅក៏បានចូលរួមត្រេកអរទៅកាន់វ៉ាងលីងព្រោះវ៉ាងលីងចិត្តបានប្អូនស្រីម្នាក់ហើយតាមពិតទៅប្រូងៅពិតជាស្រឡាញ់ប្អូនស្រីខ្លាំងណាស់ហើយគាត់ក៏ចង់បានប្អូនស្រីម្នាក់ដែររួចសុនរងក៏បានដើរទៅប្រាប់ប្រូងៅថាដល់ពេលដែលពួកគេត្រូវទៅហើយព្រោះនៅថ្ងៃនេះពួកគេបានស្ម័គ្រចិត្តធ្វើជាអ្នកយាមនៅឯកន្លែងពិនិត្យសុខភាពហើយក៏មានក្មេងៗជាច្រើនបាននាំគ្នាមកពិនិត្យសុខភាពនៅទីនោះព្រោះពួកគេត្រូវការព័ត៌មានទាក់ទងទៅនឹងសុខភាពនិងធម៌ពលវិញ្ញាណដើម្បីចុះឈ្មោះចូលរៀនរួចយើងក៏បានឃើញក្មេងប្រុសម្នាក់ដែលមានអាយុ8ឆ្នាំតែគាត់មានកម្ពស់2.8 ម៉ែត្រនិងទម្ងន់ធ្ងន់ខ្លាំងឡើងម៉ាស៊ីនថ្លឹងផ្ទុះសេអ្នកទាំងអស់គ្នារួចយើងក៏បានឃើញក្មេងប្រុសសម្នាក់ទៀតដែលមានឈ្មោះថាមីងក៏បានមកពិនិត្យសុខភាពដូចគ្នាហើយមីងគាត់គឺជាក្មេងប្រុសម្នាក់ដែលបានលេងបៀឈ្នះវ៉ាងលីងកាលនៅក្នុងស៊ីซั่នទី3នោះឯងហើយគាត់ពិតជាមានការជឿជាក់ទៅលើខ្លួនឯងខ្លាំងណាស់ដោយមីងមានអាយុ8ឆ្នាំកម្ពស់1.45 ម៉ែត្រនិងទម្ងន់រហូតដល់ទៅ260គីឡូឯណោះរួចក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងហើយជាមួយនឹងរាងកាយដ៏ល្អបែបនេះមីងប្រកាសជាអាចចុះឈ្មោះចូលរៀននៅក្នុងសាលាដែលមានល្វែលខ្ពស់ជាងគេបង្អស់ជាមិនខានហើយនៅពេលដែលគាត់បានក្រឡេកឃើញវ៉ាងលីងភ្លាមគាត់ក៏បានចងចាំថាប្រូវ៉ាងលីងនេះហើយគឺជាមនុស្សម្នាក់ដែលបានលេងបៀចាញ់គាត់ឡើងទក់សាច់កាលពីលើកមុនរួចគាត់ក៏បានចូលទៅសើចចំអកដាក់វ៉ាងលីងព្រោះវ៉ាងលីងអាយុច្រើនហើយតែបែរជារៀននៅក្នុងសាលាដែលមានល្វែលទាបទៀតហើយពាក្យសម្ដីរបស់គាត់ក៏បានចាក់ដោតបងដែលកំពុងតែឈរចិត្តនឹងដូចគ្នាបន្ទាប់មកក៏ដល់វេនម៉ាក់របស់វ៉ាងលីងពិនិត្យសុខភាព baby វិញម្ដងតែប្រូងៅក៏បានចូលទៅខាត់ថាមិនចាំបាច់ឈរនៅកន្លែងថ្លឹងទម្ងន់នោះទេព្រោះដោយសារតែពួកគេបានរៀបចំឧបករណ៍ពិសេសសម្រាប់គាត់រួចហើយអញ្ចឹងនៅពេលដែលម៉ាក់ពាក់ឧបករណ៍មួយនេះពួកគេនឹងអាចវាស់ចង្វាក់បេះដូងរបស់ baby បានយ៉ាងងាយរីឯមីងណែវិញក៏កំពុងតែមានការជឿជាក់ទៅលើខ្លួនឯងថាគ្រប់គ្នាកំពុងតែសរសើរមកកាន់គាត់ជាមិនខានតែមានណាគ្រាន់តែពួកគេចាប់ផ្ដើមវាស់ចង្វាក់បេះដូងរបស់ baby ភ្លាមក៏បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះវាឮសំឡេងដូចភ្លេងនៅក្នុងក្លឹបអញ្ចឹងរួចពួកគេក៏បាននាំគ្នាសរសើរទៅកាន់នាងគ្រប់គ្នាពេលឃើញបែបនេះធ្វើឲ្យមីងខឹងខ្លាំងមែនទែនព្រោះគាត់មិននឹកស្មានថាកូនងាដែលមិនតន់កើតមកផងបែរជាដណ្ដើមយកមុខមាត់របស់គាត់អស់អាលីងរួចយើងក៏បានឃើញមនុស្សអាក្រក់2នាក់ដែលជាសមាជិកនៅក្នុងក្រុមកណ្ដាលក៏បានមកទីនោះដើម្បីចាប់ចម្រិតក្មេងៗដែលមានសមត្ថភាពយកទៅឲ្យអធិរាជរបស់ពួកគេហើយពួកគេក៏បានចាប់អារម្មណ៍ទៅលើមីងនិងប្អូនស្រីរបស់វ៉ាងលីងតែដោយសារតែប្អូនស្រីរបស់វ៉ាងលីងមិនតន់កើតអញ្ចឹងពួកគេបានត្រឹមតែសេវនាងទុកតែប៉ុណ្ណោះលុះបន្ទាប់ពីបានពិនិត្យសុខភាពរាងកាយរួចហើយឥឡូវនេះគឺដល់ពេលពិនិត្យធម៌ពលវិញ្ញាណវិញម្ដងរួចមីងក៏បានគិតនៅក្នុងចិត្តថាគាត់នឹងមិនចាញ់នរណាម្នាក់ជាដាច់ខាតហើយគាត់នឹងក្លាយទៅជាហេរ៉ូដ៏អស្ចារ្យដូចស៊ូយីឲ្យតតែបានរួចយើងក៏បានឃើញថាធម៌ពលវិញ្ញាណរបស់មីងគឺជាធម៌ពលទឹកហើយវាគឺខ្លាំងមិនធម្មតានោះទេរួចមនុស្សអាក្រក់ម្នាក់នោះក៏ចង់យកឱកាសមួយនេះដើម្បីចាប់ខ្លួនមីងតែម្ដងតែវ៉ាងលីងក៏បានដឹងមុនហើយដោយសារតែសុនរងបានបិទកាមេរ៉ាសុវត្ថិភាពអស់ហើយវ៉ាងលីងក៏បានចាប់បោកគាត់ខ្ទប់ទៅខាងក្រោមមកទំហឹងមនុស្សចាស់បន្តិចក្រោយមកក៏ដល់វេនវាស់ធម៌ពលវិញ្ញាណរបស់ baby វិញម្ដងហើយដោយសារតែ baby មានធម៌ពលវិញ្ញាណខ្លាំងអស្ចារ្យឧបករណ៍មួយនោះមិនអាចវាស់ធម៌ពលរបស់នាងបានឡើយរួចវាក៏ចាប់ផ្ដើមផ្ទុះបែកតែម្ដង
ហើយដោយសារតែអស់ជំរឿបែបនេះវ៉ាងលីងក៏បានប្រើប្រាស់ skill លុបការចងចាំមនុស្សទាំងប៉ុន្មាននៅទីនោះហើយក៏បានធ្វើឲ្យពួកគេភ្លេចអស់ទៅរួចមនុស្សអាក្រក់ក៏បានយកឱកាសមួយនេះដើម្បីរត់គេចខ្លួនក៏ប៉ុន្តែតាមពិតវ៉ាងលីងមានចេតនាដោះលែងគាត់តែប៉ុណ្ណោះរួចវ៉ាងលីងក៏បានបញ្ជាឲ្យដាវវិញ្ញាណចាស់ទុំស្វែងរកបន្ទាយរបស់ពួកគេហើយបំផ្លាញវាចោលតែម្ដងរីឯមនុស្សអាក្រក់អានេះវិញទោះបីជាមេក្រុមបានលេបថ្នាំព្យាបាលរបួសក៏ដោយក៏របួសរបស់គាត់មិនបានធូរស្រាលនោះឡើយព្រោះដោយសារតែវ៉ាងលីងលែងដៃធ្ងន់ពេករួចកូនចៅក៏បានសួរទៅកាន់មេក្រុមថាតើពួកគេត្រូវធ្វើអ្វីបន្តទៀតរួចមេក្រុមក៏បានចាប់អារម្មណ៍ទៅលើ baby ព្រោះបើសិនជាពួកគេអាចចាប់ម៉ាក់ហើយយក baby របស់នាងនោះវានឹងមានតម្លៃស្មើទៅនឹងក្មេងៗដែលមានទេពកោសល្យរាប់លាននាក់ជាមិនខានរួចកូនចៅក៏បានរីខមមិនឲ្យយករឿងមួយនេះទៅពិភាក្សាជាមួយនឹងអធិរាជតែកូនក៏បានស៊ីម៉ាកញ្ញោរបស់មេក្រុមព្រោះបើសិនជាក្រុមផ្សេងទៀតបានដឹងអំពីរឿងមួយនេះនោះក្រុមផ្សេងទៀតនឹងលួចយក credit របស់ពួកគេជាមិនខានអញ្ចឹងពួកគេត្រូវតែលាក់រឿងមួយនេះជាដាច់ខាតមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់បន្ទាយហើយដាវវិញ្ញាណចាស់ទុំក៏បានតាមពួកគេមកដល់ទីនោះដូចគ្នារួចកូនក៏បានបំផ្លាញបន្ទាយមួយនោះចោលទៅកាត់មកខាងមីងអានេះវិញក៏កំពុងតែអង្គុយពិបាកចិត្តដោយសារតែឧបករណ៍វាស់ថាមពលវិញ្ញាណខូចអញ្ចឹងកូនមិនអាចទទួលបានលទ្ធផលពិនិត្យសុខភាពរបស់គាត់ទេរួចវ៉ាងលីងក៏បានប្រាប់ទៅកាន់គាត់ថាឧបករណ៍មួយនោះនឹងជួសជុលហើយនៅថ្ងៃស្អែកអញ្ចឹងកូនអាចត្រឡប់មកពិនិត្យសុខភាពម្ដងទៀតបានហើយតាមពិតទៅវ៉ាងលីងបានប្រាប់ឲ្យបិសាចគីងកែប្រើប្រាស់ថាមពលរបស់គាត់ជួសជុលឧបករណ៍មួយនោះឡើងវិញហើយវ៉ាងលីងក៏បានសន្យាថានឹងឲ្យថ្នាំវិញ្ញាណកម្រិតខ្ពស់មួយទៅឲ្យបិសាចគីងកែផងដែរអញ្ចឹងដើម្បីលើកទឹកចិត្តទៅកាន់មីងសុនរងក៏បានឲ្យ figure មួយរបស់ស៊ូយីទៅកាន់គាត់ហើយនៅពេលដែលបានឃើញរូប idol របស់ខ្លួនបែបនេះក៏បានធ្វើឲ្យមីងសប្បាយចិត្តឡើងវិញទៅកាន់មកខាងគុកទី1នៅសៀងហៃអានេះបន្តិចគឺយើងបានឃើញលោកគ្រូយីជាមួយនឹងលោកតាសសកំពុងតែធ្វើដំណើរទៅជួបជាមួយនឹងប្រូចិនដែលត្រូវជាសិស្សប្អូនរបស់លោកគ្រូយីនៅតាមផ្លូវលោកតាសសក៏បានសួរទៅកាន់លោកគ្រូយីថាបន្ទាប់ពីគាត់បានយកឈ្នះទៅលើប្រូចិនរួចហើយគាត់បានទទួលធម៌ពលវិញ្ញាណជាច្រើនតែហេតុអ្វីបានជាគាត់នៅតែមានរូបរាងចាស់បែបនេះរួចលោកគ្រូយីក៏បានតបទៅវិញថាមូលហេតុដែលគាត់មិនប្រើប្រាស់រូបរាងក្មេងនោះគឺដោយសារតែគាត់ចង់សន្សំធម៌ពលវិញ្ញាណតែប៉ុណ្ណោះស្រាប់តែពេលនោះក៏មានអ្នកទោសម្នាក់ចង់វាយប្រហារទៅលើលោកគ្រូយីតែមនុស្សយន្ត AI ដែលជាអ្នកយាមនៅទីនោះក៏បានចូលទៅការពារគាត់ហើយក៏បានចាប់ចងអ្នកទោសម្នាក់នោះតែម្ដងមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់បន្ទប់ឃុំឃាំងរបស់ប្រូចិនហើយពេលចូលទៅដល់ក៏បានឃើញថាប្រូចិននៅពេលនេះបានបែកថ្នាំបាត់ទៅហើយព្រោះពួកគេបានបង្ក្រាបធម៌ពលបិសាចដែលមាននៅក្នុងខ្លួនគាត់រួចលោកតាសសក៏បាននិយាយថាតាមពិតទៅពួកគេគួរតែយកប្រូចិនទៅឃុំនៅក្នុងគុកដែលមានល្វែលខ្ពស់តែនៅក្នុងគុកដែលមានល្វែលខ្ពស់នៅពេលនេះគឺកំពុងតែឃុំឃាំងមនុស្សម្នាក់ដែលមានគ្រោះថ្នាក់ខ្លាំងណាស់អញ្ចឹងបើសិនជាឲ្យពួកគេទាំងពីរនៅជិតគ្នានោះវានឹងអាចធ្វើឲ្យធម៌ពលបិសាចដែលនៅក្នុងខ្លួនប្រូចិនភ្ញាក់ឡើងវិញជាមិនខានហើយមុនពេលដែលពួកគេធ្វើដំណើរត្រឡប់ទៅវិញលោកតាសសក៏មានសំណើមួយចង់សុំទៅកាន់លោកគ្រូយីផងដែរលុះស្អែកឡើងលោកនាយកនៅសាលាទី60ក៏បានជ្រើសរើសសិស្ស6នាក់នៅក្នុងថ្នាក់ពិសេសឲ្យទៅធ្វើ mission មួយហើយវាគឺជាការហែកគុកដែលមានទីតាំងនៅគុកទី1នោះឯងហើយគោលបំណងរបស់ពួកគេគឺដើម្បីចង់ដឹងថាតើគុកមួយនេះមានសុវត្ថិភាពខ្លាំងប៉ុណ្ណាអញ្ចឹងពួកគេអាចប្រើប្រាស់គ្រប់វិធីសាស្ត្រទាំងអស់ដើម្បីរត់គេចចេញពីគុកមួយនោះគ្រាន់តែបានឮភ្លាមពួកគេទាំង3នាក់ក៏បានគិតថាគុកទី1នឹងត្រូវសាងសង់ឡើងវិញទាំងស្រុងជាមិនខានព្រោះវ៉ាងលីងអាចបំផ្លាញគុកមួយនោះបានយ៉ាងងាយក៏ប៉ុន្តែពួកគេមិនដឹងទេថាវ៉ាងលីងនៅពេលនេះកំពុងតែគិតអ្វីនោះទេព្រោះមុនពេលដែលវ៉ាងលីងធ្វើដំណើរមកកាន់សាលារៀនម៉ាក់ប៉ារបស់គាត់ក៏បានប្រាប់ឲ្យគាត់ធ្វើ mission ដ៏សំខាន់មួយដូចគ្នាតែយើងមិនទាន់ដឹងទេថាវាគឺជា mission អ្វីនោះឡើយលុះបន្ទាប់ពីពួកគេបានធ្វើដំណើរទៅដល់គុកទី1ហើយនោះពួកគេក៏បានបែងចែកជា3ក្រុមដោយនៅក្នុងមួយក្រុមគឺមានសមាជិក2នាក់រួចនៅពេលដែលបានឃើញកូនសិស្សមានល្វែលទៀបបែបនេះលោកតាសសក៏បានមើលស្រាលទៅលើពួកគេរួចគាត់ក៏បានសួរទៅកាន់
កាន់លោកគ្រូយីថាឲ្យកូនសិស្សល្វែទៀបមកធ្វើតេស្តគុករបស់គាត់អញ្ចឹងអាចទៅរួចដែរមែនរួចលោកគ្រូយីក៏បានឆ្លើយថាបើសិនជាសូម្បីតែកូនសិស្សដែលមានល្វែទៀបអាចរត់គេចចេញពីគុកមួយនេះបាននោះវានឹងមានបញ្ហាធំជាមិនខានរួចលោកតាសសក៏បានតបទៅវិញថាគុកមួយនេះគឺត្រូវបានពង្រឹងការការពារអស់ជាច្រើនសតវត្សមកហើយនៅឆ្នាំនេះពួកគេថែមទាំងបានប្រើប្រាស់មនុស្សយន្ត AI ចំនួនចុងក្រោយគេបង្អស់ទៀតផងអញ្ចឹងបើសិនជាកូនសិស្សទាំងអស់នេះអាចហែកគុករបស់គាត់បានមែននោះគាត់សុខចិត្តសុំលាឈប់ពីការងារកាន់មកខាងសុនរងឯណែវិញនាងកំពុងតែមានការអំភើបចិត្តនៅពេលដែលបានធីមអាប់ជាមួយនឹងវ៉ាងលីងព្រោះនៅក្នុងបន្ទប់តែ2នាក់អញ្ចឹងអ្វីៗក៏អាចកើតឡើងបានដែរបន្តិចក្រោយមកក៏មាន drone AI មួយបានហោះមកប្រាប់ពួកគេឲ្យដោះរបាំងភ្នែកចេញហើយតួនាទីរបស់ drone AI មួយនេះគឺត្រូវធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបញ្ឈប់ពួកគេកុំឲ្យរត់គេចចេញទៅខាងក្រៅតែវ៉ាងលីងមិនបានចាប់អារម្មណ៍នោះឡើយព្រោះក៏រវល់តែគិតអំពីអ្វីមួយរួចសុនរងក៏បានចាប់អារម្មណ៍ព្រោះនាងបានឃើញវ៉ាងលីងបែបនេះតាំងតែពីព្រឹកមកម្លេះរួចនាងក៏បានគិតថាតិចសៀរបស់គាត់ចាប់ផ្ដើមចុះខ្សោយទៅស្រាប់តែពេលនោះពួកគេក៏បានក្រឡេកឃើញមីមួយកញ្ចប់រួចវ៉ាងលីងក៏បានដើរទៅរើសយកវាទោះបីជាសុនរងបានហាមគាត់ថាជាអន្ទាក់ក៏ដោយក៏វ៉ាងលីងមិនស្ដាប់នោះឡើយរួចគាត់ក៏បានជាប់អន្ទាក់ពិតមែនគ្រាន់តែបានឃើញភ្លាមសុនរងក៏ចង់ចូលទៅជួយតែនាងមិនអាចប្រើប្រាស់ថាមពលរបស់នាងបានទេព្រោះនៅក្នុងគុកមួយនេះគឺត្រូវបានបំពាក់ទៅដោយបច្ចេកវិទ្យាកម្រិតខ្ពស់មួយដែលអាចបង្ក្រាបអ្នកទោសមិនឲ្យប្រើប្រាស់ថាមពលបានឡើយតែវ៉ាងលីងគ្មានខ្វល់ពីអ្វីទាំងអស់គឺគាត់គិតតែពីញ៉ាំមីតែប៉ុណ្ណោះហើយគាត់ថែមទាំងបានកាច់វាទៅឲ្យសុនរងទៀតផងរួចនៅពេលដែលបានដឹងថាមីមួយដុំនេះមានជាប់ស្នាមមាត់របស់វ៉ាងលីងភ្លាមធ្វើឲ្យសុនរងអរជាខ្លាំងព្រោះនាងបានថើបវ៉ាងលីងដោយប្រយោលកាន់មកខាងប្រូម៉ាប់និងប្រូងៅឯណែបន្តិចទោះបីជាពួកគេព្យាយាមខ្លាំងប៉ុណ្ណាក៏ដោយក៏ពួកគេមិនអាចកំទេចទ្វារគុកមួយនោះបានឡើយរួចប្រូម៉ាប់ក៏បានស្នើសុំ drone AI ឲ្យផ្ដល់ឱកាសមកកាន់ពួកគេមួយមកហើយដោយសារតែអាណិតពួកគេខ្លាំងពេក drone AI ក៏បានឲ្យពួកគេដោះស្រាយលំហាត់មួយដើម្បីបើកទ្វារមួយនោះគ្រាន់តែបានឃើញភ្លាម Pro Map ក៏បានសុំ surrender បដ ாய் រីឯនៅខាងចៃលីនជាមួយនឹងបិសាចគីងកែបឯណេះវិញពួកគេក៏មិនអាចបំផ្លាញទ្វារមួយនោះបានដូចគ្នាព្រោះវាត្រូវបានបង្កើតឡើងដោយសម្ភារៈដែលអាចជួសជុលខ្លួនឯងបានអញ្ចឹងទោះបីជាពួកគេខំប្រឹងបាញ់កំទេចវាយ៉ាងណាក៏ដោយក៏វានៅតែអាចជួសជុលបានឡើងវិញដដែលនឹងក៏ប៉ុន្តែបិសាចគីងកែបនៅសល់កំភ្លើងធំមួយទៀតហើយដើម្បីអាចដំណើរការវាបានគាត់ក៏បានឡើងទៅលើក្បាលរបស់ចៃលីនដើម្បីបាញ់ទម្លុះទ្វារមួយនោះតែចៃលីនបែរជាគិតថាបិសាចគីងកែបចង់កេងចំណេញទៅលើនាងរួចនាងក៏បានចាប់បោកគាត់មកទំហឹងមនុស្សចាស់តែម្ដងពេលឃើញបែបនេះលោកតាសសក៏បានគិតថាគាត់គឺជាអ្នកឈ្នះស្រាប់តែពេលនោះសំឡេងប្រកាសអាសន្នក៏បានបន្លឺឡើងព្រោះដោយសារតែមានអ្នកទោសចង់រត់គេចខ្លួននោះឯងរួចយើងក៏បានដឹងការពិតថាប្រូចិនធ្វើពុតជាឈួតតែប៉ុណ្ណោះហើយគាត់ក៏ចង់យកឱកាសមួយនេះដើម្បីរត់គេចខ្លួនផងដែររួចនៅពេលដែលបានដឹងថាមានអ្នកទោសចង់រត់គេចខ្លួនភ្លាមវ៉ាងលីងក៏បានប្រើប្រាស់ដៃម្ខាងចាប់បោះទ្រង់ដែកមួយនោះទៅខាងលើដែលធ្វើឲ្យ drone AI មានការភ្ញាក់ផ្អើលជាខ្លាំងហើយនៅពេលដែលឲ្យដោះស្រាយលំហាត់ដើម្បីបើកទ្វារវ៉ាងលីងក៏បានលេងផ្លូវកាត់ដោយគាត់ប្រើប្រាស់តែចង្អុលដៃមួយសោះក៏អាចទម្លុះទ្វារមួយនោះបានបាត់ទៅហើយរួចសុនរងក៏បានចាប់អារម្មណ៍ថាសកម្មភាពរបស់វ៉ាងលីងមុននឹងគឺត្រូវបាន drone AI ថតចប់ទាំងអស់អញ្ចឹងដើម្បីលុបបំបាត់ភស្តុតាងវ៉ាងលីងក៏ចង់បំផ្លាញ drone AI មួយនោះចោលតែម្ដងតែសុនរងក៏បានហាមគាត់ព្រោះដោយសារតែ drone AI មួយនេះគឺមានតម្លៃថ្លៃណាស់រួចនាងក៏បានទៅនិយាយជាមួយនឹងវាដើម្បីសុំឲ្យវាលុបវីដេអូមួយនោះចោលទៅហើយដោយសារតែខ្លាចវ៉ាងលីងខ្លាំងពេក drone AI ក៏បាន format memory ចោលទាំងអស់ភ្លាមហ្មងរួចវាក៏បានទទួលស្គាល់ផងដែរថា AI មិនអាចជំនួសកន្លែងមនុស្សបានឡើយលុះនៅពេលដែលវ៉ាងលីងដើរចេញមកខាងក្រៅគាត់ក៏បានជួបជាមួយនឹងមនុស្សយន្ត AI ហើយដោយសារតែមុននឹង drone AI បាន format memory អញ្ចឹងមនុស្សយន្ត AI មិនស្គាល់វ៉ាងលីងនោះទេរួចវាក៏បាន scan ទៅលើវ៉ាងលីងម្ដងទៀតហើយក៏បានឃើញថាវ៉ាងលីងមានថាមពលវិញ្ញាណកម្រិត5តែប៉ុណ្ណោះហើយគាត់គឺជាមនុស្សកាម្នាក់ដែលតែងតែមានអារម្មណ៍ឯកានៅពេលយប់ពិបាកបង្កើតមិត្តភ័ក្តិហើយគាត់កំពុងតែប្រឈមមុខជាមួយនឹងសម្ពាធជាច្រើនរួចមនុស្សយន្ត AI ក៏បាននិយាយថាមនុស្សកាដូចវ៉ាងលីងស៊ីតែម្ដាយរបស់វាគឺដឹងតែងាប់ជាមិនខានក្រោយពីបានប្រាប់រួចហើយវាក៏បានម៉ាត់វ៉ាងលីងមកទំហឹងមនុស្សចាស់តែម្ដងតែនៅពេលដែលបានឃើញវ៉ាងលីងគ្មានរបួសសូម្បីតែបន្តិចបែបនេះធ្វើឲ្យមនុស្សយន្ត AI មានការភ្ញាក់ផ្អើលជាខ្លាំងរួចវាក៏បានលោតសញ្ញាប្រកាសអាស
សន្នថាវ៉ាងលីងគឺជាមនុស្សដែលមានគ្រោះថ្នាក់ខ្លាំងណាស់ស្របពេលជាមួយគ្នានោះប្រូម៉ាប់ក៏បានអ៊ីវប្រូងាល់មកកាន់ទីនោះដូចគ្នាព្រោះដោយសារតែច្រកទ្វារបានបើកអូតូឲ្យពួកគេនោះឯងដោយមិនរងចាំយូរវ៉ាងលីងក៏បានសងសឹកទៅកាន់មនុស្សយន្ត AI វិញដោយម៉ាត់វាមួយជើងឡើងប៉ើងទៅដល់ណាណីហ្មងហើយចំហាយជើងរបស់វ៉ាងលីងមួយនេះក៏បានបើកទ្វារគុករបស់ប្រូចិនផងដែរតែនៅពេលដែលបានឃើញថាមពលមួយនេះភ្លាមប្រូចិនក៏បានស្គាល់យ៉ាងច្បាស់ថាវាគឺជារបស់វ៉ាងលីងជាមិនខានរួយកនក៏បានរត់ទៅបិទទ្វារគុកវិញព្រោះនៅទីនេះគឺជាកន្លែងដែលមានសុវត្ថិភាពជាទីបំផុតលុះបន្ទាប់ពីកូនសិស្សបានមកជួបជុំគ្នាអស់ហើយនោះពួកគេក៏បាននាំគ្នារត់គេចចេញពីគុកមួយនោះបានសម្រេចហើយគ្រាន់តែបើកទ្វារត្រូវពន្លឺថ្ងៃភ្លាមវ៉ាងលីងក៏មានអារម្មណ៍កក់ក្ដៅរួចយើងក៏បានដឹងថា mission ដែលម៉ាក់ប៉ារបស់វ៉ាងលីងបានឲ្យគាត់ធ្វើនោះគឺឲ្យគាត់ជាអ្នកដាក់ឈ្មោះទៅឲ្យប្អូនស្រីរបស់គាត់នោះឯងដោយនេះហើយបានជាវ៉ាងលីងក៏រកនឹកតាំងពីព្រឹករហូតមកដល់ពេលនេះថាតើគួរតែដាក់ឈ្មោះអ្វីទៅឲ្យប្អូនស្រីរបស់គាត់ហើយនៅពេលដែលបានឃើញពន្លឺថ្ងៃកក់ក្ដៅបែបនេះវ៉ាងលីងក៏បានសម្រេចចិត្តដាក់ឈ្មោះទៅឲ្យប្អូនស្រីរបស់គាត់ថាវ៉ាងនួនដែលមានន័យថាកក់ក្ដៅអញ្ចឹងយើងកាន់មកខាងគោកកម្រិតខ្ពស់ហើយណែបន្តិចគឺយើងបានឃើញបិសាចខ្មៅមួយបានប្រាប់ទៅកាន់ប្រូបៃដែលត្រូវជាម្ចាស់របស់វាថាពួកគេបានផ្ដល់ឱកាសឲ្យប្រូចិនរត់ចេញពីគុកតែគាត់បែរជាមិនហ៊ានទៅវិញព្រោះដោយសារតែគាត់ខ្លាច Master ដ៏អស្ចារ្យម្នាក់រួចប្រូបៃក៏បានសួរទៅកាន់បិសាចខ្មៅថាតើ Master ម្នាក់នោះគឺជាពីណាគេតែបិសាចខ្មៅមិនស្គាល់នោះទេព្រោះផុសតាងទាំងប៉ុន្មានត្រូវបានលុបចោលអស់បាត់ទៅហើយគឺវាដឹងត្រឹមថា Master ម្នាក់នោះគឺពាក់ព័ន្ធជាមួយនឹងសាលាទី60រួចប្រូបៃក៏បានបញ្ជាឲ្យបិសាចខ្មៅប្រាប់ដំណឹងមួយនេះទៅកាន់អធិរាជតែម្ដងរីឯនៅខាងអធិរាជឯណែវិញដោយសារតែការពីម្សិលមិញដែលវិញ្ញាណចាស់ទុំបានបំផ្លាញមន្ទីរមួយរបស់គាត់ក៏បានធ្វើឲ្យការប្រមូលធម៌ពលវិញ្ញាណរបស់គាត់ធ្លាក់ចុះហើយដោយសារតែខឹងខ្លាំងពេកអធិរាជក៏បានបញ្ជាឲ្យកូនចៅទៅស្វែងរកមនុស្សម្នាក់នោះថាតើពីណាគេថ្លើមធំហ៊ានបំផ្លាញមន្ទីររបស់គាត់បែបនេះរួចកូនចៅក៏បានប្រគល់ scroll មួយទៅឲ្យគាត់ដោយ scroll មួយនេះពួកគេទទួលបានមកពីប្រូបៃដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងគុកទី1នោះឯងហើយវាគឺជាពលមានតកតងទៅនឹងមនុស្សម្នាក់ដែលបានបំផ្លាញមន្ទីរមួយនោះរួចនៅពេលដែលអធិរាជបើកមើលក៏បានឃើញរូបរបស់វ៉ាងលីងជាមួយនឹងលោកប៉ារបស់គាត់តែពួកគេបែរជាគិតថាលោកប៉ារបស់វ៉ាងលីងគឺជាអ្នកដែលបានបំផ្លាញមន្ទីរមួយនោះទៅវិញកាត់មកខាងលោកប៉ារបស់វ៉ាងលីងឯណែវិញក៏កំពុងតែអង្គុយខូចចិត្តព្រោះគាត់គឺជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់ក៏ប៉ុន្តែនៅពេលនេះតំណែងអ្នកនិពន្ធឆ្នើមរបស់គាត់គឺត្រូវបានក្មេងៗចំនួនក្រោយដណ្ដើមយកបាត់ទៅហើយគាត់ក៏តតម្រេះមិនដឹងថាត្រូវនិពន្ធរឿងថ្មីនិយាយអំពីអ្វីនោះទេនៅពេលនោះឯងទៅវ៉ាងលីងបានដឹងការពិតថាលោកប៉ារបស់គាត់គ្មានសក់ផងនឹងគឺគាត់ពាក់សក់សិប្បនិមិត្តតែប៉ុណ្ណោះរួចម៉ាម៉ាក់ក៏បាននិយាយថាមូលហេតុដែលប៉ាខំប្រឹងធ្វើការឡើងជ្រុះសក់អស់បែបនេះគឺដោយសារតែគាត់ត្រូវការលុយដើម្បីទិញរបស់ក្មេងលេងទុកឲ្យ baby និងទិញសម្ភារៈសម្រាប់ធ្វើសៀលទុកបិទឲ្យវ៉ាងលីងនោះឯងហើយរបស់ទាំងអស់នោះគឺមានតម្លៃថ្លៃណាស់ដូចនេះហើយបានជាប៉ាព្យាយាមនិពន្ធរឿងថ្មីក៏ប៉ុន្តែគាត់បែរជាតតម្រេះមិនដឹងថាត្រូវសរសេរអំពីអ្វីនោះទេរួចវ៉ាងលីងក៏ចង់ចូលទៅជួយប៉ាតែប៉ាក៏បានបដិសេធព្រោះគាត់គឺជាមេគ្រួសារចឹងទៅឲ្យគាត់ជាអ្នកដោះស្រាយរឿងមួយនេះរួចប៉ាក៏ចាប់ផ្ដើមសរសេររឿងឡើងវិញតែម្ដងហើយដោយសារតែមិនចង់រំខានគាត់វ៉ាងលីងក៏បានចាកចេញពីទីនោះទៅរួចប៉ាក៏បានបន្តសរសេររឿងឡើងមកយប់ទល់ភ្លឺហើយក៏បានដេកលក់នៅកន្លែងធ្វើការនឹងហ្មងលុះព្រឹកឡើងសុនរងជាមួយនឹងវ៉ាងលីងក៏បាននាំប៉ាទៅដើរលេងនៅខាងក្រៅដើម្បីឲ្យគាត់មានការបំផុសគំនិតថ្មីក្នុងការសរសេររឿងហើយមុនពេលដែលពួកគេចេញដំណើរវ៉ាងលីងក៏បានចាប់អារម្មណ៍ថាមាននរណាម្នាក់កំពុងទៅលួចតាមដានពួកគេដោយម្នាក់នោះគឺជាសមាជិកនៅក្នុងក្រុមកណ្ដោដែលត្រូវជាកូនចៅរបស់អធិរាជហើយគាត់មកទីនេះដើម្បីសម្លាប់លោកប៉ារបស់វ៉ាងលីងចោលក៏ប៉ុន្តែគាត់មិនបានឃើញមានចំហាយថាមពលចេញពីក្នុងខ្លួនលោកប៉ារបស់វ៉ាងលីងសូម្បីតែបន្តិចនោះឡើយរួចគាត់ក៏បានគិតថាលោកប៉ារបស់វ៉ាងលីងប្រហែលជា Master កម្រិតខ្ពស់ហើយទើបបានជាគាត់អាចលាក់ថាមពលរបស់ខ្លួនបានល្អឥតខ្ចោះបែបនេះរួចពួកគេក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់ប្រូងោលមុនគេហើយបិសាចគិញកែបក៏បានហោះទៅបុកឃាតករម្នាក់នោះតែម្ដងមិនយូរប៉ុន្មានពួកគេក៏បានទៅដល់គោលដៅរួចប្រូងោលជាមួយនឹងប៉ាក៏បានចេញទៅទទួលពួកគេហើយដើម្បីជួយឲ្យលោកប៉ារបស់វ៉ាងលីងមានការបំផុសគំនិតថ្មីប្រូងោលជាមួយនឹងប៉ាក៏
ក៏បានបង្ហាញក្បាច់គុនដៅធំប្រចាំតកូលទៅឲ្យគាត់មើលតែម្ដងរួចពួកគេទាំងពីរក៏អាចកាត់ផ្ដាច់ផ្ទាំងថ្មដ៏ធំមួយបានយ៉ាងងាយហើយនៅពេលនោះប៉ារបស់ប្រូងោលក៏បានសរសើរទៅកាន់ប្រូងោលថារីកចម្រើនជាងមុនច្រើនណាស់ដែលធ្វើឲ្យប្រូងោលមានការអំភើបចិត្តជាខ្លាំងព្រោះនៅទីបំផុតលោកប៉ារបស់គាត់បានទទួលស្គាល់សមត្ថភាពរបស់គាត់ហើយបន្ទាប់មកពួកគេទាំងពីរក៏បានឲ្យវ៉ាងលីងនិងលោកប៉ារបស់គាត់សាកល្បងប្រើប្រាស់ដាវធំវិញម្ដងហើយជាមួយគ្នានោះបិសាចគីងកែបក៏បានផ្ដល់សញ្ញាប្រាប់ទៅកាន់វ៉ាងលីងព្រោះឃាតករម្នាក់នោះបានតាមពួកគេមកដល់ទីនេះទៀតពេលដែលបានដឹងរឿងនេះភ្លាមវ៉ាងលីងក៏បានធ្វើការវាយប្រហារទៅកាន់ឃាតករម្នាក់នោះដែលធ្វើឲ្យខោអាវរបស់គាត់រហែកខ្ទេចខ្ទីអស់អាលីងរួចលោកប៉ារបស់ប្រូងៅក៏បានសរសើរទៅកាន់វ៉ាងលីងថាកម្លាំងអូនឯងខ្លាំងគួរសមគ្រាន់តែអូនឯងឲ្យបានបញ្ចេញថាមពលដែលធំតែប៉ុណ្ណោះអញ្ចឹងអូនត្រូវតែខំប្រឹងហ្វឹកហាត់បន្ថែមទៀតរួចវ៉ាងលីងក៏បានអរគុណសម្រាប់ការណែនាំផងដែរបន្ទាប់មកពួកគេក៏បានបន្តដំណើរទៅកាន់ផ្ទះរបស់ប្រូម៉ាប់វិញម្ដងហើយនៅពេលទៅដល់ប្រូម៉ាប់ក៏បានឲ្យលោកប៉ារបស់វ៉ាងលីងអង្គុយនៅលើកៅអីរួចកូនក៏បានបញ្ចេញខ្លាឃ្មុំរន្ទះដែលត្រូវជាសត្វវិញ្ញាណកម្រិតខ្ពស់មួយរួចសុនរងក៏បានសួរទៅកាន់ប្រូម៉ាប់ថាតើគាត់ចង់ធ្វើអ្វីជាមួយនឹងខ្លាឃ្មុំមួយនេះរួចប្រូម៉ាប់ក៏បានតបថាគឺគាត់ចង់ប្រើប្រាស់ថាមពលអគ្គិសនីឆក់លោកប៉ារបស់វ៉ាងលីងដើម្បីជួយឲ្យចរន្តឈាមរបស់គាត់ដើរលឿនជាងមុនហើយវាក៏អាចជួយឲ្យខួរក្បាលរបស់គាត់ដំណើរការបានល្អជាងមុនដូចគ្នាហើយដើម្បីកូនស្រីជាទីស្រឡាញ់របស់ខ្លួនប៉ាក៏បានយកព្រមសាកល្បងតែម្ដងតែសុនរងក៏បានរំលឹកទៅកាន់គាត់ថាថាមពលរន្ទះរបស់ខ្លាឃ្មុំពេញវ័យគឺមានកម្លាំងរហូតដល់ទៅ10លានវ៉ុលឯណោះអញ្ចឹងតើលោកពូអាចទ្រាំទ្របានអត់រួចក៏បានធ្វើឲ្យលោកប៉ារបស់វ៉ាងលីងចង់ផ្លាស់ប្ដូរចិត្តវិញបណ្ដោយតែប្រូម៉ាប់ក៏បានប្រាប់ទៅកាន់គាត់ថាកុំឲ្យបារម្ភអីព្រោះពួកគេឲ្យកូនខ្លាឃ្មុំឆក់ទៅកាន់គាត់តែប៉ុណ្ណោះហើយកម្លាំងរបស់វាគឺមិនសូវខ្លាំងប៉ុន្មាននោះទេតែមានណាឆក់ប៉ាឡើងហុយផ្សែងដែរហ្នឹងហើយជាមួយគ្នានោះប៉ាក៏មានអារម្មណ៍ថាឆ្លាតជាងមុនផងដែររួចនៅពេលដែលបានឃើញវាមានប្រសិទ្ធភាពបែបនេះគាត់ក៏ចង់ឲ្យខ្លាឃ្មុំធំឆក់ទៅលើគាត់វិញម្ដងរីឯឃាតករឯណែវិញគាត់ក៏បានតាមពួកគេមកដល់ទីនោះទៀតរួចគ្រាន់តែគាត់បានក្រឡេកឃើញកូនខ្លាឃ្មុំរន្ទះដែលត្រូវជាសត្វវិញ្ញាណកម្រិតខ្ពស់ភ្លាមគាត់ក៏ចង់ចាប់វាយកទៅឲ្យអធិរាជតែម្ដងក៏ប៉ុន្តែដោយសារតែកូនខ្លាឃ្មុំមានម្ចាស់រួចហើយអញ្ចឹងគាត់មិនអាចចាប់វាចូលទៅក្នុងឃ្លោកបានទេរួចខ្លាឃ្មុំធំក៏បានឆក់ទៅលើគាត់ឲ្យប៉ើងទៅពេលឃើញបែបនេះលោកប៉ារបស់វ៉ាងលីងក៏បានបដូរចិត្តវិញតែម្ដងបន្តមកទៀតពួកគេក៏បានធ្វើដំណើរទៅកាន់ផ្សារសៀងហៃហើយក៏បានឃើញថាលោកប៉ារបស់វ៉ាងលីងនៅពេលនេះគឺទទួលបានថាមពលរបស់គាត់ត្រឡប់មកវិញហើយរួចលោកប៉ាក៏បានរំលឹកទៅដល់រឿងចាស់ព្រោះកាលវ៉ាងលីងនៅក្មេងលោកប៉ាធ្លាប់បាននាំគាត់មកកាន់ទីនេះដើម្បីទិញដាវឈើមួយហើយនៅពេលដែលបានក្រឡេកឃើញអ្នកលក់ភ្លាមដាវវិញ្ញាណចាស់ទុំក៏បានស្គាល់នាងភ្លេតព្រោះនាងគឺជាស្រោមដាវដែលត្រូវជាប្អូនស្រីរបស់គាត់នោះឯងរួចប្អូនស្រីក៏បាននិយាយថានៅទីបំផុតគាត់បានបង្ហាញខ្លួនហើយរួចនាងក៏បានធ្វើការវិប្រហារទៅលើវ៉ាងលីងតែម្ដងព្រោះនាងបានខំស្វែងរកបងប្រុសគ្រប់ទីកន្លែងទាំងអស់តែបងប្រុសចិត្តអាក្រក់មិនដែលមកលេងនាងសូម្បីតែម្ដងរួចវ៉ាងលីងក៏បានប្រាប់ឲ្យនាងស្ងប់ចិត្តសិនទៅហើយក៏បានវាយនាងម្ដាយឲ្យប៉ើងត្រឡប់ទៅវិញទៀតផងរួចនៅពេលដែលលោកប៉ាចង់ចូលទៅនិយាយជាមួយនាងវ៉ាងលីងក៏បានហាមគាត់ព្រោះដោយសារតែនាងមានគ្រោះថ្នាក់ខ្លាំងណាស់តែលោកប៉ាក៏បានតបទៅវិញថាវ៉ាងលីងទៅវិញទេគឺជាមនុស្សដែលមានគ្រោះថ្នាក់បំផុតរួចលោកប៉ាក៏បានសុំទោសទៅកាន់ប្អូនស្រីព្រោះគាត់ក៏មានចំណែកខុសដូចគ្នាគឺគាត់បានបំបែកនាងចេញពីបងប្រុសរបស់នាងបើសិនជាថ្ងៃនោះគាត់បានទិញទាំងដាវទាំងស្រោមឲ្យវ៉ាងលីងនោះពួកគេទាំងពីរនឹងមិនត្រូវឃ្លាតឆ្ងាយពីគ្នាបែបនេះនោះទេស្របពេលជាមួយគ្នានោះឃាតករក៏បាននាំក្រុមកណ្ដោពិសេសមួយក្រុមដើម្បីមកសម្លាប់លោកប៉ារបស់វ៉ាងលីងតែម្ដងហើយនៅពេលដែលពួកគេចាប់ផ្ដើមធ្វើសកម្មភាពភ្លាមដាវវិញ្ញាណចាស់ទុំក៏បានចូលទៅជួយរួចគាត់ក៏បានរួមបញ្ចូលគ្នាតែមួយជាមួយនឹងប្អូនស្រីរបស់គាត់នៅពេលនោះទៅហើយឈ្មោះថ្មីរបស់គាត់នៅពេលនេះគឺមានឈ្មោះថាជីងបៃរួចជីងបៃក៏បានសួរទៅកាន់លោកម្ចាស់វ៉ាងលីងថាតើចង់ឲ្យគាត់ចាត់ការឃាតករទាំងអស់នេះដោយរបៀបណារួចវ៉ាងលីងក៏បានតបថាចង់ធ្វើអ្វីទៅលើពួកគេក៏បានដែរកុំតែសម្លាប់ពួកគេទៅបានហើយរួចជីងបៃក៏បានធ្វើតាមការបញ្ជាតែម្ដងលុះបន្ទាប់ពីពួកគេត្រឡប់មកដល់ផ្ទះវិញលោកប៉ារបស់វ៉ាងលីងក៏មានគំនិតថ្មីៗក្នុងការសរសេររឿងហើយគាត់ថែមទាំងទទួលបានតំណែងជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំត្រឡប់មកវិញទៀតផង
អញ្ចឹងបន្ទាប់ពីលោកប៉ែរបស់វ៉ាងលីងមានការបំផុសគំនិតថ្មីហើយនោះគាត់ក៏បាននិពន្ធរឿងថ្មីមួយដែលមានចំណងជើងថាដំណើរជីវិតប្រចាំថ្ងៃរបស់ស្ដេចអមតៈហើយរឿងមួយនោះក៏បានល្បីសរសើរមិនដល់មួយខែនោះឡើយរួចគាត់ក៏ទទួលបានតំណែងអ្នកនិពន្ធឆ្នាំប្រចាំឆ្នាំត្រឡប់មកវិញផងដែរហើយវាក៏បានជំរុញទឹកចិត្តគាត់ឲ្យចង់សរសេររឿងបន្ថែមទៀតរួចម៉ាក់ក៏បានយកផ្លែឈើមកឲ្យប៉ាហើយក៏បានប្រាប់ឲ្យប៉ាសម្រាប់បន្តិចសិនទៅតែប៉ាក៏បានបដិសេធព្រោះដើម្បីវ៉ាងលីងនិងវ៉ាងនួនគាត់ត្រូវតែខំប្រឹងធ្វើការរួចម៉ាក់ក៏បានចាប់អារម្មណ៍ថាក្បាច់គុនដែលប៉ាសរសេរនៅក្នុងរឿងគឺធ្វើមិនសូវបានល្អនោះទេព្រោះមូលហេតុដែលធ្វើឲ្យរឿងហ្វឹកហាត់វិជ្ជាគុននៅតែមានប្រជាប្រិយភាពព្រោះដោយសារតែក្បាច់គុនទាំងអស់នោះស្របច្បាប់ហើយអាចយកមកអនុវត្តនៅក្នុងជីវិតពិតបានរួចម៉ាក់ក៏បានជួយកែសម្រួលទៅឲ្យប៉ាតែម្ដងហើយយើងក៏បានដឹងការពិតថាកាលពីលើកមុនម៉ាក់របស់វ៉ាងលីងគឺជាអតីតអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់តែគាត់បានចូលនិវត្តន៍ជាយូរណាស់មកហើយកាន់មកខាងសាលាទី60ឯណែវិញបន្ទាប់ពីអ្នកគ្រូផាននិងលោកគ្រូម៉ាប់បានអានរឿងមួយនោះរួចហើយពួកគាត់ទាំងពីរក៏បានសរសើរទៅកាន់លោកប៉ារបស់វ៉ាងលីងភ្លាមព្រោះរឿងមួយនេះគឺពិតជាអស្ចារ្យខ្លាំងណាស់រួចលោកគ្រូម៉ាប់ក៏បានចាប់អារម្មណ៍ថាក្បាច់គុននៅក្នុងរឿងមួយនេះគឺស្រដៀងទៅនឹងក្បាច់គុនរបស់អ្នកគ្រូរបស់គាត់អញ្ចឹងហើយអ្នកគ្រូរបស់គាត់គឺមានរហស្សនាមថាម្ដាយវិញ្ញាណនៃពុទ្ធៅទេពហើយគាត់គឺជាអ្នកដែលបានបង្កើតក្បាច់គុនពុទ្ធៅទេពនោះឯងរួចលោកគ្រូម៉ាប់ក៏បានប្រាប់ទៅកាន់អ្នកគ្រូផានថាអ្នកគ្រូរបស់គាត់បានប្រកល់ក្បាច់គុនពុទ្ធៅទេពមកឲ្យគាត់ហ្វឹកហាត់ហើយក៏បានធ្វើឲ្យគាត់អាចឆ្លងអាណាចក្រអមតៈនៅក្នុងរយៈពេលដ៏ខ្លីរួចអ្នកគ្រូផានក៏បានសួរទៅកាន់លោកគ្រូម៉ាប់អញ្ចឹងតើគាត់ធ្លាប់បានជួបជាមួយនឹងអ្នកគ្រូរបស់គាត់មែនដែរឬទេតែលោកគ្រូម៉ាប់ក៏បានតបទៅវិញថាអត់ទេគឺវាគ្រាន់តែជាការស្រមៃរបស់គាត់សោះហើយតាមពិតទៅគាត់រើបានគម្ពីរក្បាច់គុនពុទ្ធៅទេពនៅតាមផ្លូវតែប៉ុណ្ណោះហើយបើសិនជាអាចគឺគាត់ចង់ជួបជាមួយនឹងអ្នកគ្រូរបស់គាត់ហើយផ្ដល់ការគោរពទៅកាន់អ្នកគ្រូឲ្យបានត្រឹមត្រូវរីឯនៅខាងអធិរាជឯណែវិញគាត់ក៏បានចាប់អារម្មណ៍ទៅលើរឿងមួយនោះដូចគ្នាព្រោះក្បាច់គុននៅក្នុងរឿងមួយនេះគឺស្រដៀងទៅនឹងក្បាច់គុនពុទ្ធៅទេពនោះឯងរួចកូនចៅរបស់គាត់ក៏បាននាំបិសាចខ្មៅមកជួបជាមួយនឹងគាត់រួចអធិរាជក៏បាននិយាយថាគាត់បានអានរឿងមួយនេះរួចហើយគាត់សង្ស័យថាអ្នកនិពន្ធរឿងមួយនេះគឺមានជាប់តាក់ទងជាមួយនឹងម្ដាយវិញ្ញាណនៃពុទ្ធៅទេពរួចបិសាចខ្មៅក៏បានតបថាវាស្គាល់អ្នកនិពន្ធម្នាក់នោះរួចយើងក៏បានដឹងការពិតថាមូលហេតុដែលអធិរាជចាប់ចម្រិតក្មេងៗដែលមានសមត្ថភាពនោះគឺដើម្បីស្រូបយកថាមពលវិញ្ញាណរបស់ពួកគេមកបំពេញសុទ្ធយៈមួយនេះដើម្បីបើកផ្លូវធ្វើដំណើរទៅកាន់ឃ្លាំងសម្ងាត់ដែលជាកន្លែងរក្សាទុកក្បាច់គុនបុរាណដ៏អស្ចារ្យជាច្រើនហើយនៅពេលនេះពួកគេក៏បានដឹងទៀតថាម្ដាយវិញ្ញាណនៃពុទ្ធៅទេពគឺកំពុងតែពោពោះ baby ម្នាក់ដែលមានថាមពលវិញ្ញាណដ៏អស្ចារ្យអញ្ចឹងមានន័យថាទាំងអ្នកនិពន្ធទាំង baby ដែលគាត់កំពុងតែតាមស្វែងរកនិងមនុស្សម្នាក់ដែលបានបំផ្លាញមន្ទីររបស់គាត់កាលពីលើកមុនគឺកំពុងតែរស់នៅជាមួយគ្នារួចបិសាចខ្មៅក៏បានឲ្យផែនទីរបស់ពួកគេទៅកាន់អធិរាជតែម្ដងដែលធ្វើឲ្យអធិរាជមានការពេញចិត្តជាខ្លាំងព្រោះប្រូបៃរីខមមិនបិសាចខ្មៅមកកាន់គាត់មិនខកបំណងនោះឡើយក៏ប៉ុន្តែអធិរាជចង់ដឹងរឿងមួយទៀតគឺគាត់ចង់ដឹងអំពីអ្វីៗគ្រប់យ៉ាងតាក់ទងទៅនឹងសាលាទី60ព្រោះគាត់ចង់ធ្វើការវិប្រហារទៅលើសាលាទី60ដើម្បីបង្វែងដែនបែរមកខាងថ្នាក់ពិសេសអាណែវិញលោកគ្រូម៉ាប់ក៏បានណែនាំទៅកាន់ពួកគេអំពី Master ដ៏អស្ចារ្យម្នាក់ដែលមានរហស្សនាមថាម្ដាយវិញ្ញាណនៃពុទ្ធៅទេពដែលជាមនុស្សម្នាក់ដែលបានបង្កើតក្បាច់គុនពុទ្ធៅទេពនោះឯងហើយកនក៏បានបង្រៀនក្បាច់គុនមួយនោះទៅកាន់ពួកគេផងដែរដោយកនបានយកដីសគូររូបពុទ្ធៅរួចក៏បានបញ្ចេញពុទ្ធៅមួយនោះកាប់តុរបស់គាត់ឡើងដាច់ជាពីរតែម្ដងតែកូនសិស្សមិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេព្រោះពួកគេគិតថាក្បាច់គុនមួយនេះគឺមិនសូវអស្ចារ្យនោះឡើយរួចលោកគ្រូម៉ាប់ក៏បានប្រាប់ទៅកាន់ពួកគេថាការគូររូបពុទ្ធៅគឺគ្រាន់តែជាល្វែទី1តែប៉ុណ្ណោះហើយពួកគេត្រូវតែចេះក្បាច់គុនមួយនេះមុនពេលដែលពួកគេបញ្ចប់ការសិក្សាអញ្ចឹងយោងទៅតាមថាមពលវិញ្ញាណរបស់ពួកគេម្នាក់ការប្រើប្រាស់ក្បាច់គុនពុទ្ធៅទេពក៏នឹងខុសគ្នាទៅតាមនឹងដែរលុះដល់ម៉ោងចេញទៅផ្ទះហើយនោះវ៉ាងលីងក៏បានសង្ស័យទៅលើមនុស្សម្នាក់តែគាត់មិនបានបញ្ឈប់មនុស្សម្នាក់នោះទេព្រោះគាត់ចង់ដឹងថាតើមនុស្សម្នាក់នោះមានបំណងធ្វើអ្វីហើយគ្រាន់តែពួកគេដើរចេញពីរបងសាលាភ្លាមពួកគេក៏ត្រូវបានក្រុមកណ្ដោធ្វើការលួចឆ្មក់តែម្ដងតែវ៉ាងលីងក៏បានកិច្ចតន់ហើយកនក៏បានចូលទៅជួយសុនរងដូចគ្នាអាណិតតែប្រូម៉ាប់និងប្រូងៅទេអត់មានពីណាគេជួយពួកគេផងរួចសុនរងក៏បានប្រើប្រាស់ក្បាច់គុនពុទ្ធៅទេពហើយក៏បានដោះលែងពួកគេទាំងពីរនាក់វិញទៅគ្រាន់តែបានឃើញភ្លាមធ្វើឲ្យពួកគេទាំងពីរមានការភ្ញាក់ផ្អើលជាខ្លាំងអញ្ចឹងដើម្បីកុំឲ្យចាញ់សុនរងពួកគេទាំងពីរក៏បានប្រើប្រាស់
ក្បាច់គុណពុទ្ធៅទេពដូចគ្នាតែមានណាចេញមកប៉ុនឈើចាក់ថ្មិញរួចក្រុមកណ្ដៅក៏បានលួចឆ្មក់ទៅលើពួកគេម្ដងទៀតតែវាងលីងការពារតែសុនរងទៀតហើយអត់មានអាណិតប្រូម៉ាប់និងប្រូងៅសោះរួចសុនរងក៏បានគិតនៅក្នុងចិត្តថានាងចង់ឃើញក្បាច់គុណពុទ្ធៅទេពរបស់វាងលីងខ្លាំងណាស់ហើយឆ្លៀបពេលដែលនាងមិនប្រយ័ត្នក្រុមកណ្ដៅក៏បានធ្វើការវិប្រហារទៅលើនាងតែវាងលីងក៏បានចាប់អាវុធសម្ងាត់មួយនោះគប់ទៅកាន់សត្រូវវិញហើយក៏បានចាប់វាចប់តែម្ដងរីឯនៅក្នុងសាលាណែវិញលោកគ្រូម៉ាប់ក៏បានប៉ះគ្នាជាមួយនឹងក្រុមកណ្ដៅដូចគ្នាតែពួកវាមិនមែនជាដៃគូរបស់គាត់នោះឡើយតែសម្រាប់សិស្សផ្សេងទៀតវិញគឺពួកគេមិនអាចយកឈ្នះទៅលើក្រុមកណ្ដៅបានទេទោះបីជាមានសិស្សម្នាក់បានប្រែកាយទៅជាបរិសង្ហាសាច់ដុំក៏ដោយក៏គាត់នៅតែមិនអាចធ្វើអ្វីទៅលើក្រុមកណ្ដៅបានដដែលនឹងតែបន្តិចក្រោយមកលោកគ្រូម៉ាប់ក៏បានចូលមកជួយពួកគេហើយក៏បាននិយាយលើកទឹកចិត្តទៅកាន់ពួកគេថាកុំឲ្យខ្លាចអីរួចក៏បានប្រាប់ឲ្យពួកគេប្រើប្រាស់ក្បាច់គុណពុទ្ធៅទេពដែលគាត់បានបង្រៀនទៅកាន់ពួកគេនៅថ្ងៃនេះយកមកប្រយុទ្ធជាមួយនឹងសត្រូវតែម្ដងហើយនៅទីបំផុតពួកគេក៏អាចយកឈ្នះទៅលើក្រុមកណ្ដៅបានសម្រេចរួចវាងលីងក៏បានសួរទៅកាន់សមាជិកម្នាក់របស់ក្រុមកណ្ដៅថាតើពួកគេមកទីនេះមានគោលបំណងអ្វីតែអាប៉ែមួយនោះមិនព្រមប្រាប់ទៅកាន់គាត់ជាដាច់ខាតរួចវាងលីងក៏បានប្រើប្រាស់ស្គីពិសេសមួយធ្វើឲ្យអាប៉ែមួយនោះប្រាប់ការពិតតែម្ដងព្រោះផែនការរបស់ពួកគេគឺដើម្បីចាប់ចម្រិតស្ត្រីមានផ្ទៃពោះម្នាក់ហើយពួកគេធ្វើការវិប្រហារសាលាទី60ដើម្បីបង្វែងដានតែប៉ុណ្ណោះរួចនៅពេលដែលបានដឹងថាពួកគេចង់ចាប់ម្ដាយរបស់ខ្លួនបែបនេះវាងលីងក៏បានប្រាប់ឲ្យសុនរងមើលថែរាងកាយរបស់គាត់រួចកុនក៏បានដកព្រលឹងធ្វើដំណើរទៅជួយម៉ាក់របស់គាត់បាត់ទៅរីឯនៅខាងម៉ាក់អាណែវិញនៅពេលដែលក្រុមកណ្ដៅធ្វើដំណើរមកចាប់ខ្លួនគាត់ពួកគេក៏មានការស្ដាយក្រោយតែម្ដងព្រោះទោះបីជា baby មិនតាន់កើតមកក៏ពិតមែនតែថាមពលរបស់នាងគឺសាហាវមិនធម្មតានោះទេហើយដោយសារតែមិនអាចធ្វើអ្វីបានក្រុមកណ្ដៅក៏បានសម្រេចចិត្តធ្វើការដកថយក៏ប៉ុន្តែវាងលីងមិនព្រមដោះលែងពួកគេត្រឡប់ទៅវិញងាយជាដាច់ខាតព្រោះពួកគេថ្លើមធំហ៊ានធ្វើការវិប្រហារទៅលើម៉ាក់និងប្អូនស្រីរបស់គាត់រួចកុនក៏បានប្រើប្រាស់ក្បាច់គុណពុទ្ធៅទេពល្វែទី10សម្រាប់ក្រុមកណ្ដៅទាំងអស់នោះចោលទៅលុះបន្ទាប់ពីបានសម្លាប់ពួកគេរួចហើយវាងលីងក៏បានក្រឡេកមើលម៉ាក់របស់គាត់ហើយកុនក៏បានឃើញស្គ្រូលមួយនៅចិត្តនោះដែលមានឈ្មោះថាក្បាច់គុណពុទ្ធៅទេពរួចវាងលីងក៏បានដឹងការពិតតែម្ដងតាមពិតទៅម្ដាយវិញ្ញាណនៃពុទ្ធៅទេពគឺជាម៉ាក់របស់គាត់នោះឯងហើយម៉ាក់របស់គាត់មិនមែនជា Master ដ៏អស្ចារ្យអីដូចជាលោកគ្រូម៉ាប់បាននិយាយនោះទេគឺគាត់គ្រាន់តែជាអ្នកនិពន្ធម្នាក់តែប៉ុណ្ណោះហើយគម្ពីរក្បាច់គុណពុទ្ធៅទេពដែលលោកគ្រូម៉ាប់រើបានគឺគ្រាន់តែជាក្បាច់គុណមួយនៅក្នុងសៀវភៅរឿងដែលម៉ាក់បាននិពន្ធសោះបែរមកខាងស៊ូយីអាណែវិញគាត់ជាមួយនឹងគ្នាក៏បានរកឃើញក្តារមឈូសដ៏គួរឲ្យសង្ស័យមួយតែនៅពេលដែលពួកគេបើកមើលគឺមិនបានឃើញមានអ្វីនៅក្នុងនោះទេរួចឌីឡានដែលត្រូវជាដៃស្ដាំរបស់អធិរាជក៏បានបង្ហាញខ្លួននៅពីក្រោយពួកគេហើយកុនថែមទាំងបានធ្វើការវិប្រហារទៅកាន់ពួកគេទៀតផងចឹងដោយសារតែបានដឹងខ្លួនថាមិនមែនជាដៃគូរបស់គាត់ពួកគេទាំងពីរក៏បានប្រើប្រាស់ស្គីខ្ទះឆារត់គេចខ្លួនបាត់ទៅរួចឌីឡានក៏ចង់ធ្វើដំណើរទៅកាន់ផ្ទះវាងលីងដើម្បីចាប់ខ្លួនម៉ាក់របស់គាត់យកទៅឲ្យអធិរាជតែម្ដងបន្ទាប់មកស៊ូយីក៏បានរាយការណ៍ប្រាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីតាក់ទងជាមួយនឹងឌីឡានដែលត្រូវជាដៃស្ដាំរបស់អធិរាជអញ្ចឹងមកយើងទៅតាមការស៊ើបអង្កេតអធិរាជគឺជាអ្នកដែលនៅពីក្រោយការវិប្រហារសាលាទី60និងការបាត់ខ្លួនក្មេងៗកន្លងមកក្រោយពីបានដឹងអំពីរឿងនេះហើយលោកនាយករដ្ឋមន្ត្រីក៏បានតែងតាំងឲ្យស៊ូយីឡើងធ្វើជាមេក្រុមស៊ើបអង្កេតករណីពិសេសរបស់អធិរាជតែម្ដងហើយពួកគេត្រូវតែលុបបំបាត់ក្រុមអាក្រក់មួយនេះឲ្យតតែបានកាន់មកខាងលោកគ្រូម៉ាប់ឯណែវិញខណៈពេលដែលគាត់កំពុងតែអង្គុយធ្វើការស្នេហារបស់គាត់ក៏បានធ្វើដំណើរមករកគាត់ហើយក៏បានឃើញក្រដាសសុំច្បាប់របស់វាងលីងនៅលើតុរួចលោកគ្រូម៉ាប់ក៏បានប្រាប់ទៅកាន់នាងថានៅពេលដែលក្រុមកណ្ដៅធ្វើការវិប្រហារសាលារបស់ពួកគេកាលពីម្សិលមិញក៏បានធ្វើឲ្យវាងលីងមានការភ័យខ្លាចឡើងសន្លប់តែតាមពិតវាងលីងដកព្រលឹងទៅជួយម៉ាក់របស់គាត់សោះហ្នឹងណារួចលោកគ្រូម៉ាប់ក៏ចង់ទៅសួរសុខទុក្ខវាងលីងដល់ផ្ទះនៅថ្ងៃស្អែកនេះតែម្ដងបន្ទាប់មកលោកគ្រូម៉ាប់ក៏បានសួរទៅកាន់ស្នេហារបស់គាត់តាក់ទងជាមួយនឹងពលមានដែលគាត់បានសុំឲ្យនាងជួយស្វែងរករួចស្នេហារបស់គាត់ក៏បានបង្ហាញពលមានទាំងអស់នោះទៅកាន់គាត់ហើយក៏បាននិយាយថានាងដឹងថាលោកគ្រូម៉ាប់កំពុងតែស្វែងរកអ្នកគ្រូរបស់គាត់រួចលោកគ្រូម៉ាប់ក៏បានសង្ស័យថាម៉ាក់ប៉ារបស់វាងលីងច្បាស់ជាមានទំនាក់ទំនងជាមួយនឹងអ្នកគ្រូរបស់គាត់ជាមិនខានហើយក៏មិនចង់បានអ្វីក្រៅពីបញ្ចុះបញ្ចូលឲ្យអ្នកគ្រូចាក់ចែ
ចេញពីការតាំងសមាធិហើយស្ដារបៈរបស់ពួកគេឡើងវិញនោះទេរួចស្នេហារបស់គាត់ក៏បាននិយាយថានាងខំប្រឹងធ្វើការខ្លាំងណាស់តម្រាំតែបានពលមានទាំងអស់នេះរួចនាងក៏បានសុំឲ្យលោកគ្រូម៉ាំទៅសុំហត្ថលេខាលោកប៉ារបស់វ៉ាងលីងនៅពេលដែលគាត់ទៅសួរសុខទុក្ខវ៉ាងលីងនៅថ្ងៃស្អែករួចលោកគ្រូម៉ាប់ក៏យកព្រមទៅកាត់មកខាងវ៉ាងលីងឯណែវិញស៊ូយីក៏បានប្រាប់ទៅកាន់គាត់ថានៅថ្ងៃស្អែកនេះលោកគ្រូម៉ាំនឹងធ្វើដំណើរមកសួរសុខទុក្ខគាត់ដល់ផ្ទះហើយលោកគ្រូម៉ាំថែមទាំងបានធ្វើការត្រួតពិនិត្យអំពីប្រវត្តិរបស់វ៉ាងលីងយ៉ាងហ្មត់ចត់ទៀតផងពេលឮបែបនេះបិសាចគីងកែបក៏បានដឹងភ្លាមថាការមកសួរសុខទុក្ខគឺគ្រាន់តែជាការបន្លំភ្នែកតែប៉ុណ្ណោះហើយគោលបំណងរបស់លោកគ្រូម៉ាប់គឺច្បាស់ជាចង់ដឹងអំពីអត្តសញ្ញាណពិតរបស់វ៉ាងលីងជាមិនខានរួចយើងក៏បានដឹងថាមូលហេតុដែលវ៉ាងលីងសុំច្បាប់ឈប់សម្រាកនោះគឺមិនមែនដោយសារតែគាត់ខ្លាចក្រុមកណ្ដៅនោះទេតែគឺដើម្បីការពារគ្រួសាររបស់គាត់និងមិនចង់ឲ្យមិត្តភ័ក្តិរបស់គាត់មានគ្រោះថ្នាក់តែប៉ុណ្ណោះបន្តិចក្រោយមកម៉ាក់ក៏បានយកផ្លែឈើមកឲ្យវ៉ាងលីងរួចវ៉ាងលីងក៏មានរឿងមួយចង់ពិភាក្សាជាមួយម៉ាក់គឺគាត់បានសួរទៅកាន់ម៉ាក់ថាតើម៉ាក់ពេញចិត្តនឹងការរស់នៅជាមនុស្សសាមញ្ញបែបនេះពេញមួយជីវិតឬមួយក៏ម៉ាក់ចង់បន្សល់ទុកគេឈ្មោះដើម្បីឲ្យគេចងចាំនៅក្នុងប្រវត្តិសាស្ត្ររួចម៉ាក់ក៏បានឆ្លើយថាគាត់សុខចិត្តរស់នៅជាមនុស្សសាមញ្ញបែបនេះឲ្យតែគាត់អាចមើលឃើញវ៉ាងលីងនិងវ៉ាងនួនធំធាត់ឡើងដោយសុវត្ថិភាពហើយគាត់នឹងក្លាយទៅជាម៉ាក់ដែលមានសុភមង្គលជាទីបំផុតនៅក្នុងលោកក្រោយពីបានដឹងរឿងនេះហើយវ៉ាងលីងក៏បានខលសុំជំនួយតែម្ដងលុះស្អែកឡើងលោកគ្រូម៉ាប់ក៏បានធ្វើដំណើរមកសួរសុខទុក្ខវ៉ាងលីងដល់ផ្ទះហើយគាត់ថែមទាំងបានយកអំណោយមកឲ្យម៉ាក់របស់វ៉ាងលីងផងដែរពេលចូលទៅដល់លោកគ្រូម៉ាប់ក៏បានដឹងថាថាមពលវិញ្ញាណរបស់ម៉ាក់គឺខ្សោយខ្លាំងណាស់ហើយអ្នកគ្រូរបស់គាត់គឺច្បាស់ជាមិនខ្សោយបែបនេះនោះទេតែវាក៏អាចទៅរួចបានដែរថាម៉ាក់បានលាក់ថាមពលរបស់គាត់អញ្ចឹងដើម្បីចង់ដឹងការពិតលោកគ្រូម៉ាប់ក៏បានសុំស្ទីបជីបចររបស់ម៉ាក់តែម្ដងហើយម៉ាក់ក៏មិនបានបដិសេធនោះឡើយតែនៅពេលដែលលោកគ្រូម៉ាប់បំរុងនឹងស្ទីបជីបចរទៅហើយនោះសំឡេងកណ្ដឹងក៏បានបន្លឺឡើងហើយម្នាក់នោះគឺគ្មានពីណាគេក្រៅពីសុនរងនោះទេរួចលោកគ្រូម៉ាប់ក៏បានសួរទៅកាន់សុនរងថាហេតុអ្វីបានជានាងមកទីនេះរួចសុនរងក៏បានឆ្លើយថានាងមកលេងវ៉ាងលីងនិងម៉ាក់ហើយនាងក៏បានយកថ្នាំបើកម្លាំងមកជូនម៉ាក់ផងដែរហើយមួយវិញទៀតមូលហេតុដែលនាងមកទីនេះគឺដើម្បីសុំហត្ថលេខាលោកប៉ារបស់វ៉ាងលីងនោះឯងព្រោះនាងគឺជាហ្វេនផ្កាប់មុខរបស់គាត់រួចម៉ាក់ក៏បានប្រាប់ឲ្យសុនរងរងចាំបន្តិចសិនទៅព្រោះប៉ានៅពេលនេះកំពុងតែរវល់សរសេររឿងនៅក្នុងបន្ទប់ធ្វើការរបស់គាត់ក្រោយពីបានប្រាប់រួចហើយលោកគ្រូម៉ាប់ក៏ចង់បន្តស្ទីបជីបចររបស់ម៉ាក់ម្ដងទៀតតែមិនតន់ទាំងបានស្ទីបផងក៏ស្រាប់តែមានភ្ញៀវមកម្នាក់ទៀតហើយលើកនេះគឺជាលោកតាសុនវិញម្ដងដោយគាត់បានយកផ្លែប៉េះអាយុ 6000 ឆ្នាំមកឲ្យម៉ាក់របស់វ៉ាងលីងហើយគាត់ក៏ចង់សុំហត្ថលេខាប៉ារបស់វ៉ាងលីងដូចគ្នារួចសុនរងក៏បានប្រាប់ទៅកាន់លោកតាថាប៉ារបស់វ៉ាងលីងនៅពេលនេះកំពុងតែរវល់សរសេររឿងរួចពួកគេក៏បានអង្គុយរងចាំជាមួយគ្នាតែម្ដងបន្ទាប់មកលោកគ្រូម៉ាប់ក៏ចង់បន្តស្ទីបជីបចររបស់ម៉ាក់តែក៏មានភ្ញៀវមកកាត់ចង្វាក់គាត់ទៀតហើយដោយសារតែខឹងខ្លាំងពេកលោកគ្រូម៉ាប់ក៏បានដើរទៅបើកទ្វារដោយខ្លួនឯងតែគាត់ក៏បានដូរទឹកមកនៅពេលដែលបានឃើញភ្ញៀវលើកនេះគឺជាលោកគ្រូយីជាមួយនឹងលោកតាសក់សហើយគោលបំណងរបស់ពួកគាត់មកទីនេះក៏ដើម្បីសុំហត្ថលេខារបស់ប៉ាដូចគ្នារួចវ៉ាងលីងក៏បានសុំទោសទៅកាន់ពួកគាត់ព្រោះដោយសារតែប៉ារបស់គាត់នៅពេលនេះកំពុងតែរវល់សរសេររឿងរួចលោកគ្រូយីក៏បានតបទៅវិញថាមិនចាំបាច់សុំទោសនោះទេព្រោះពួកគេអាចរងចាំបានរួចលោកគ្រូម៉ាប់ក៏ចង់ចូលទៅស្ទាបជីបចររបស់ម៉ាក់ម្ដងទៀតតែគាត់ក៏ត្រូវបានកាត់ចង្វាក់ដោយស៊ូយីជាមួយនឹងលោកនាយករដ្ឋមន្ត្រីហើយពួកគេទាំងពីរជិះសុទ្ធតែ UFO អ្នកទាំងអស់គ្នាពេលឃើញបែបនេះធ្វើឲ្យលោកគ្រូម៉ាំអស់សង្ឃឹមបដ យរួចលោកនាយករដ្ឋមន្ត្រីក៏បានប្រាប់ទៅកាន់ពួកគេថាគាត់មកទីនេះក៏ដើម្បីសុំហត្ថលេខាដូចគ្នាអញ្ចឹងឆ្លៀតពេលដែលពួកគេកំពុងតែរងចាំគាត់ក៏បាន recommend ឲ្យពួកគេធ្វើការតាំងសមាធិតែម្ដងរួចពួកគេក៏បាននាំគ្នាតាំងសមាធិរហូតដល់យប់ជួនជាចៃដន្យអីនៅយប់នោះឌីឡានក៏បានធ្វើដំណើរមកផ្ទះរបស់វ៉ាងលីងដើម្បីចាប់ខ្លួនម៉ាក់របស់គាត់និងសម្លាប់មនុស្សគ្រប់គ្នាដែលនៅទីនោះតែនៅពេលដែលគាត់បើកទ្វារភ្លាមក៏ស្រាប់តែបានឃើញមានសុទ្ធតែ Master ខ្លាំងឡើងពេញផ្ទះរួចគាត់ក៏បានបិទទ្វារវិញយ៉ាងលឿនហើយក៏បានគិតនៅក្នុងចិត្តថាតិចគាត់បើកទ្វារខុសទៅរួចនៅពេលដែលគាត់បើកទ្វារម្ដងទៀតក៏បានឃើញច្បាស់ផ្ទាល់ភ្នែកតែម្ដងរួចស៊ូយីក៏បានស្គាល់ឌីឡានថាជាដៃស្ដាំរបស់អធិរាជរួច
ពួកគេក៏បាននាំគ្នាដេញចាប់ខ្លួនគាត់បដ ហើយហើយវ៉ាងលីងក៏បានប្រាប់ឲ្យយើងដឹងថាគឺមានច្បាប់ពីរនៅក្នុងគ្រួសាររបស់គាត់ទី1គឺមិនត្រូវរំខានវ៉ាងលីងនៅពេលដែលគាត់កំពុងតែញ៉ាំមីនិងទី2គឺមិនត្រូវរំខានប៉ារបស់គាត់នៅពេលដែលកំពុងសរសេររឿងជាដាច់ខាតដូចនេះហើយបានជាពួកគេសុខចិត្តរងចាំមិនហ៊ានទៅរំខានប៉ានោះឡើយបន្តិចក្រោយមកប៉ារបស់វ៉ាងលីងក៏បានចេញពីបន្ទប់ធ្វើការហើយដោយសារតែអស់កម្លាំងខ្លាំងពេកគាត់ក៏បានប្រាប់ឲ្យម៉ាក់ម៉ាំងរៀបចំអាហារញ៉ាំតែម្ដងតែកនក៏បានក្រឡេកឃើញកាដូជាច្រើននៅលើតុហើយក៏បានយកថ្នាំពៅកម្លាំងមកញ៉ាំធ្វើដូចជាស្ករគ្រាប់អញ្ចឹងរួចម៉ាក់ក៏បានថាឲ្យប៉ាថាគ្រប់គ្នាបានត្រឡប់ទៅវិញអស់ហើយទើបបានជាគាត់ចេញមករួចម៉ាក់ក៏បានប្រាប់ឲ្យប៉ាចុះហត្ថលេខាទៅឲ្យលោកគ្រូម៉ាប់និងសុនរងតែម្ដងរួចប៉ាក៏បានសុំទោសទៅកាន់ពួកគេសម្រាប់ការរងចាំហើយកនក៏បានចុះហត្ថលេខាទៅឲ្យពួកគេម្នាក់មួយផងដែររួចលោកគ្រូម៉ាប់ក៏បានភ្លេចអំពីគោលបំណងដែលកនធ្វើដំណើរមកកាន់ផ្ទះរបស់វ៉ាងលីងតែវាមិនមែនជាបញ្ហានោះទេព្រោះយ៉ាងហោចណាស់គាត់ទទួលបានហត្ថលេខាយកទៅឲ្យស្នេហារបស់គាត់ដែរតើរួចកនក៏បានត្រឡប់ទៅវិញទៅកាន់មកខាងឌីឡានណែបន្តិចនៅពេលដែលគាត់គិតថាក៏រត់គេចខ្លួនបានសម្រេចហើយនោះក៏ស្រាប់តែមានមនុស្សអាចកំបាំងម្នាក់បានចេញមកកាក់ផ្លូវគាត់ហើយក៏បានស្រូបយកថាមពលរបស់គាត់ចូលទៅក្នុងខ្លួនតែម្ដងរីឯនៅខាងអធិរាជអាណាវិញនៅពេលដែលបានឃើញថាមពលរបស់ឌីឡានដែលត្រូវជាដៃស្ដាំរបស់គាត់រលីបាត់បែបនេះក៏បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិននឹកស្មានថាសូម្បីតែដៃស្ដាំដ៏ខ្លាំងជាងគេបង្អរបស់គាត់ក៏មិនអាចចាប់ចម្រិត baby បានបែបនេះនោះទេអញ្ចឹងដោយសារតែឌីឡានធ្វើការងារមិនបានសម្រេចអធិរាជក៏បានបញ្ជាឲ្យប្រូជ្រូកទៅធ្វើការងារមួយនោះបន្តតែម្ដងតែប្រូជ្រូកក៏បានតបទៅវិញថាគាត់មិនតាន់បានជួយរំដោះប្រូបៃចេញពីគុកទី1ផងនឹងហើយឥឡូវឲ្យគាត់ទៅចាប់ចម្រិត baby ទៀតហើយរួចអធិរាជក៏បានតបទៅវិញថាទុកឲ្យកនជាអ្នកទៅជួយរំដោះប្រូបៃដោយខ្លួនឯងស្របពេលជាមួយគ្នានោះការប្រកួតក្បាច់គុនប្រចាំប្រទេសក៏បានប្រារព្ធឡើងដោយការប្រកួតក្បាច់គុនមួយនេះគឺគេតែងតែធ្វើឡើងរៀងរាល់4ឆ្នាំម្ដងហើយគេបានអញ្ជើញជើងខ្លែងទាំងអស់នៅក្នុងប្រទេសឲ្យចូលរួមប្រកួតរួចយើងក៏បានឃើញលបងជីនដែលត្រូវជាជើងឯកកាលពីលើកមុនក៏បានចូលរួមប្រកួតម្ដងទៀតផងដែរព្រោះបើយើងទៅតាមច្បាប់នៅក្នុងការប្រកួតបើសិនជាអ្នកណាឈ្នះជើងឯក2ដងជាប់គ្នានោះគេនឹងមានសិទ្ធិធ្វើការ challenge ជាមួយនឹងជើងខ្លាំងលេខ1ប្រចាំពិភពលោករួចប្រូងៅក៏បាននិយាយថាបើសិនជាលបងជីនអាចយកឈ្នះនៅក្នុងការប្រកួតលើកនេះម្ដងទៀតនោះគាត់នឹងអាចធ្វើការ challenge ជាមួយនឹងជើងខ្លាំងលេខ1ប្រចាំពិភពលោកបានជាមិនខានរួចប្រូម៉ាប់ក៏បាននិយាយតថាលបងជីនគឺជាបេក្ខជនដ៏លេចធ្លោម្នាក់នៅក្នុងការប្រកួតកាលពីលើកមុនព្រោះគ្រប់ដៃគូទាំងអស់ដែលបានប៉ះគ្នាជាមួយគាត់គឺគាត់អាចយកឈ្នះទៅលើពួកគេត្រឹមតែមួយដៃតែប៉ុណ្ណោះរួចសុនរងក៏បានប្រាប់ឲ្យពួកគេទាំងពីរនិយាយតិចព្រោះពួកគេកំពុងតែនៅមន្ទីរពេទ្យហើយម៉ាក់របស់វ៉ាងលីងគឺត្រូវការសម្រាកតែម៉ាក់ក៏បានតបទៅវិញថាមិនអីទេព្រោះនេះគឺជាការប្រកួតធំ4ឆ្នាំម្ដងអញ្ចឹងពួកគេគួរតែសប្បាយអញ្ចឹងហើយសូម្បីតែ baby ក៏បានធាក់ពោះម៉ាក់ដោយសារតែនាងមានការអំភើបចិត្តដូចគ្នារួចសុនរងក៏បានប្រាប់ទៅកាន់ម៉ាក់ថាកុំឲ្យបារម្ភអីព្រោះទីនេះគឺជាមន្ទីរពេទ្យសម្រាប់កូនដ៏ល្អជាងគេបង្អស់ចឹង baby នឹងសម្រាប់ចេញមកដោយសុវត្ថិភាពជាមិនខានរួចប្រូម៉ាប់ក៏បានសួរទៅកាន់ប្រូងៅថាតើប្រូងៅគិតថាវ៉ាងនួននឹងចូលរួមនៅក្នុងការប្រកួតនៅពេលដែលនាងធំឡើងដែរឬទេរួចប្រូងៅក៏បានឆ្លើយថាគឺច្បាស់ជាអញ្ចឹងហើយព្រោះនាងត្រូវតែសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងនៅពេលដែលនាងធំឡើងកុំឲ្យការដូចវ៉ាងលីងដែលមានថាមពលវិញ្ញាណត្រឹមតែ level 5តែម៉ាក់ក៏បាននិយាយថាគាត់គ្រាន់តែចង់ឲ្យវ៉ាងនួនធំធាត់ឡើងមានសុខភាពល្អនិងសប្បាយរីករាយតែប៉ុណ្ណោះបន្តិចក្រោយមកលោកនាយករដ្ឋមន្ត្រីក៏បានចាប់ផ្ដើមបើកការប្រកួតតែម្ដងរួចយើងក៏បានឃើញជើងខ្លាំងទាំងអស់ធ្វើការ team up ជាមួយគ្នាដើម្បីចាត់ការលបងជីនតែម្នាក់ឯងតែរាល់ការវាយប្រហាររបស់ពួកគេគឺត្រូវបានលបងជីនគេចផុតទាំងអស់នឹងរួចយើងក៏បានដឹងទៀតថាកន្លែងដែលពួកគេកំពុងតែប្រកួតគ្នានេះគឺនៅពីលើគុកទី1ហើយរាល់ចំហាយធម្មពលវិញ្ញាណដែលពួកគេបានបញ្ចេញទាំងប៉ុន្មានគឺត្រូវបានស្រូបចូលទៅកាន់កន្លែងស្តុកទុក
ហើយប្រើប្រាស់វាដើម្បីពង្រឹងការការពាររបស់គុកទី1ឲ្យរឹងមាំជាងមុនរួចលោកគ្រូយីក៏បានសួរទៅកាន់លោកតាសសថាតើគាត់គិតថាពីណាគេនឹងក្លាយទៅជាជើងឯកនៅក្នុងការប្រកួតឆ្នាំនេះរួចលោកតាសសក៏បានឆ្លើយថាគាត់គិតថាគឺគ្មានពីណាគេក្រៅពីលបងជីននោះឡើយព្រោះទោះបីជាពួកគេមិនស្គាល់អំពីប្រវត្តិរបស់លបងជីនក៏ដោយតែក្បាច់គុណរបស់គាត់គឺស្រដៀងគ្នាទៅនឹងក្បាច់គុណរបស់ជើងខ្លាំងលេខ1ប្រចាំពិភពលោកអញ្ចឹងព្រោះគាត់បានយកឈ្នះទៅលើដៃគូប្រកួតត្រឹមតែមួយក្បាច់តែប៉ុណ្ណោះហើយពួកគេថែមទាំងបានលើពាក្យចចាមអារ៉ាមទៀតថាលបងជីនគឺជាកូនសិស្សរបស់ជើងខ្លាំងលេខ1ទៀតផងរួយប្រងងៅក៏បានសួរថាចឹងតើពីណាគេគឺជាជើងខ្លាំងលេខ1ទៅព្រោះគ្មានពីណាគេធ្លាប់បានឃើញគាត់ផងនឹងរួយប្រម៉ាប់ក៏បានតបថាពិតមែនហើយព្រោះកាលពីពេលនោះគាត់មិនបានចូលរួមប្រកួតដោយផ្ទាល់នោះទេគឺគាត់បានធ្វើការវាយប្រហារដៃគូប្រកួតពីចម្ងាយហើយក៏បានយកឈ្នះទៅលើពួកគេត្រឹមតែមួយក្បាច់តែប៉ុណ្ណោះតែលើកចុងក្រោយដែលជើងខ្លាំងលេខ1បានបង្ហាញខ្លួនគឺនៅក្នុងអំឡុងពេលធ្វើសង្គ្រាមជាមួយនឹងពួកបិសាចតែគ្មានពីណាគេបានឃើញមុខគាត់នោះទេព្រោះជើងខ្លាំងលេខ1មិនចង់បានភាពល្បីល្បាញនោះឡើយហើយគាត់ថែមទាំងបានលាក់អំពីអត្តសញ្ញាណរបស់ខ្លួនពីសាធារណៈទៀតផងរួយប្រងៅក៏បាននិយាយថាចឹងតើបានជាពួកគេផ្លាស់ប្ដូរច្បាប់នៅក្នុងការប្រកួតគឺតម្រូវឲ្យបេក្ខជនទាំងអស់ត្រូវតែបង្ហាញខ្លួននៅឯកន្លែងប្រកួតជាដាច់ខាតរួយប្រម៉ាប់ក៏បានតបថាចឹងបើសិនជាលបងជីនអាចយកឈ្នះនៅក្នុងការប្រកួតលើកនេះម្ដងទៀតនោះជើងខ្លាំងលេខ1ត្រូវតែបង្ហាញខ្លួនដើម្បីប្រឈមមុខជាមួយនឹងលបងជីនជាមិនខានតែចៃលីនក៏បាននិយាយកាត់ថាទោះបីជាជើងខ្លាំងលេខ1មិនបង្ហាញខ្លួនក៏មិនមានបញ្ហាដែរត្រូវអត់តែប្រម៉ាប់ក៏បានតបទៅវិញថាមិនអាចនោះទេព្រោះជើងខ្លាំងលេខ1គឺជាគំរូទៅដល់អ្នកហាត់វិជាគុណទាំងអស់ចឹងបើសិនជាគាត់មិនបង្ហាញខ្លួនទេនោះក្មេងៗចំនួនក្រោយនឹងលែងមានទឹកចិត្តនៅក្នុងការហាត់ក្បាច់គុណជាមិនខានហើយតាមពិតទៅជើងខ្លាំងលេខ1ម្នាក់នោះគឺគ្មានពីណាគេក្រៅពីវ៉ាងលីងនោះឡើយព្រោះនៅពេលដែលវ៉ាងលីងមានអាយុ9ឆ្នាំលោកប៉ារបស់គាត់ក៏បានបង្កើតយន្តដើម្បីសៀលធម៌ពលរបស់គាត់តែលោកប៉ាក៏បានបរាជ័យជាច្រើនលើកច្រើនសាររួចលោកប៉ាក៏បានប្រាប់ទៅកាន់វ៉ាងលីងថាកុំឲ្យពឹងផ្អែកតែទៅលើយន្តមួយមុខអីគឺគាត់ត្រូវតែរៀនអំពីរបៀបគ្រប់គ្រងធម៌ពលរបស់គាត់រួចលោកប៉ាក៏បានរីខមមិនឲ្យស្វែងរក Master ម្នាក់មកបង្រៀនវ៉ាងលីងតែម្ដងស្រាប់តែពេលនោះវ៉ាងលីងក៏បានក្រឡេកឃើញក្រដាសផ្សព្វផ្សាយការប្រកួតក្បាច់គុណរួចគាត់ក៏បានសម្រេចចិត្តចូលរួមនៅក្នុងការប្រកួតមួយនោះពីចម្ងាយដើម្បីស្វែងរក Master ដ៏ខ្លាំងម្នាក់ឲ្យមកបង្រៀនគាត់តែម្ដងក៏ប៉ុន្តែគ្រប់យ៉ាងគឺមិនដូចជាការគិតរបស់គាត់នោះទេព្រោះរាល់ Master ដែលបានចូលរួមទាំងប៉ុន្មានគឺគ្មាននរណាម្នាក់អាចរួចផុតពីបាតដៃរបស់វ៉ាងលីងនោះឡើយរួចវ៉ាងលីងក៏បានក្លាយទៅជាជើងខ្លាំងលេខ1នៅលើពិភពលោកត្រឹមតែអាយុ9ឆ្នាំតែប៉ុណ្ណោះត្រឡប់មកពេលបច្ចុប្បន្នវិញលបងជីនក៏បានយកឈ្នះទៅលើដៃគូប្រកួតទាំងប៉ុន្មានត្រឹមតែមួយដៃដូចគ្នាបន្តិចក្រោយមកលោកគ្រូខាងឡុងដែលត្រូវជាជើងខ្លាំងទី6ក៏បានចូលមកប្រយុទ្ធជាមួយនឹងលបងជីនវិញម្ដងតែមិនតាន់ទាំងបានដឹងអីផងគាត់ក៏បានដាំក្បាលចូលទៅក្នុងដីបាត់ទៅហើយសម្រាប់ដៃគូបន្ទាប់គឺជាលោកតាសក់សរួចលោកតាសក់សក៏បាននិយាយថាលបងជីនបានយកឈ្នះនៅក្នុងការប្រកួតកាលពីលើកមុនគឺដោយសារតែសំណាងតែប៉ុណ្ណោះតែលើកនេះទុកឲ្យកនជាអ្នកប្រយុទ្ធជាមួយនឹងលោកបងវិញម្ដងរួចលបងជីនក៏បានតបទៅវិញថាគាត់មានក្តីស្រមៃតែមួយគត់គឺគាត់ចង់វាយគ្នាជាមួយនឹងជើងខ្លាំងលេខ1ប្រចាំពិភពលោករួចលោកតាសសក៏បានតបទៅវិញថាលបងឯងនិយាយអញ្ចឹងចង់មើងងាវគាត់មែនគាត់ទទួលស្គាល់ថាលបងខ្លាំងហើយលបងមានធម៌ពលវិញ្ញាណដូចទៅនឹងជើងខ្លាំងលេខ1អញ្ចឹងតែលបងជីនក៏បានតបថាគាត់គ្មានទំនាក់ទំនងអ្វីជាមួយនឹងជើងខ្លាំងលេខ1នោះទេហើយគាត់ក៏មិនមែនជាកូនសិស្សរបស់ជើងខ្លាំងលេខ1នោះដែរគឺគាត់បានរែកទឹកចុះឡើងលើភ្នំចម្ងាយ20គីឡូម៉ែត្រកាប់អស់1000ដងនិងអវងដី1000ដងជារៀងរាល់ថ្ងៃគឺគាត់បានព្យាយាមវឹកហាត់ដោយខ្លួនឯងជារៀងរាល់ថ្ងៃគឺដើម្បីទៅចង់វាយគ្នាជាមួយនឹងជើងខ្លាំងលេខ1តែប៉ុណ្ណោះក្រោយពីបានប្រាប់រួចហើយលោកតាសសក៏បានស្ទុះចូលទៅវាយលបងជីនតែម្ដងតែលបងជីនក៏បានប្រើប្រាស់ជួងមាសយកម្រងហើយទោះបីជាលោកតាសសព្យាយាមវាយខ្លាំងប៉ុណ្ណាក៏ដោយក៏គាត់មិនអាចបំបែកជួងមាសមួយនោះបានឡើយរួចលបងជីនក៏បាន counter ត្រឡប់ទៅវិញធ្វើឲ្យលោកតាសសប៉ាងឡើងដល់
ណានៃហើយនៅពេលដែលអត់ចម្រើបែបនេះលោកតាសសក៏បានបញ្ជាអាចផ្កាយដ៏ធំមួយធ្វើការវិប្រហារទៅលើលបងជិនតែម្ដងតែលបងជិនក៏អាចចាប់ច្របាច់អាចផ្កាយមួយនោះបានយ៉ាងងាយដែលធ្វើឲ្យលោកតាសសសឹងតែមិនជឿនោះឡើយរួយកនក៏បានស៊ីម្ដាយរបស់លបងជិនដាំជើងចូលទៅក្នុងដីម្នាក់ទៀតទៅបន្ទាប់មកយើងក៏បានដឹងអំពីប្រវត្តិរបស់លបងជិនបន្តិចគឺថាបន្ទាប់ពីគាត់បានយកឈ្នះនៅក្នុងការប្រកួតកាលពីលើកមុនគឺមាន hater ជាច្រើនបាននាំគ្នាជេរគាត់ព្រោះដោយសារតែគាត់បាន copy style របស់ជើងខ្លាំងលេខ1ដោយយកឈ្នះទៅលើគូប្រកួតត្រឹមតែមួយដៃតែប៉ុណ្ណោះហើយក៏មានអ្នកផ្សេងទៀតដែលភ្នាល់ចាញ់លុយក៏បាននាំគ្នាជេរគាត់ដូចគ្នាដោយនេះហើយបានជាលបងជិនចង់វាយគ្នាជាមួយនឹងជើងខ្លាំងលេខ1ដល់ផ្ទាល់ដើម្បីលុបលាងឈ្មោះរបស់គាត់ហើយគាត់ក៏មិនចង់រស់នៅក្នុងស្រមោលរបស់នរណាម្នាក់ជារៀងរហូតនោះដែរបន្តិចក្រោយមកគូប្រកួតចុងក្រោយរបស់លបងជិនក៏បានបង្ហាញខ្លួនហើយម្នាក់នោះគឺគ្មានពីណាគេក្រៅពីវ៉ាងលីងនោះឡើយគ្រាន់តែបានឃើញភ្លាមពួកគេទាំង4នាក់ក៏បានស្គាល់ភ្លាមអត់តែប្រូម៉ាប់និងប្រូងៅប៉ុណ្ណោះដែលមើលអត់ស្គាល់ហើយតាមពិតទៅម្នាក់នេះមិនមែនជាវ៉ាងលីងពិតនោះទេគឺគាត់គ្រាន់តែជាក្លូនមួយដែលវ៉ាងលីងបានជប់ចេញពីសរសៃសក់មួយរបស់គាត់តែប៉ុណ្ណោះហើយនៅមុននឹងបន្តិចវ៉ាងលីងក៏បានយកក្លូនមួយនេះទៅជួបជាមួយនឹងស៊ូយីដើម្បីចោយឈ្មោះចូលរួមប្រកួតព្រោះកាលវ៉ាងលីងនៅក្មេងគាត់បានក្លាយទៅជាជើងខ្លាំងលេខ1ដោយមិនដឹងខ្លួនហើយដោយសារតែវ៉ាងលីងមិនចង់បង្ហាញអំពីអត្តសញ្ញាណរបស់គាត់ទើបបានជាគាត់បញ្ជាឲ្យក្លូនមួយនេះចូលរួមប្រកួតដើម្បីបញ្ឈប់លបងជិនកុំឲ្យក្លាយទៅជាជើងឯក2ដងជាប់គ្នារួចស៊ូយីក៏បានតបទៅវិញថាគាត់អាចបង្កើនអត្តសញ្ញាណទៅឲ្យក្លូនមួយនេះបានគឺគាត់ត្រូវការតែឈ្មោះតែប៉ុណ្ណោះរួចវ៉ាងលីងក៏បានក្រឡេកមើលមីរបស់គាត់ហើយក៏បានដាក់ឈ្មោះទៅឲ្យក្លូនមួយនោះថាខុយមៀន